ភពប្រហោះជាភពធំជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងវាជាភពប្រភេទឧស្ម័នយក្សដែលគ្មានផ្ទៃរឹងសម្រាប់ឈរដូចផែនដីប៉ុន្តែពោពេញទៅដោយឧស្ម័ននិងមានបាតុភូតធម្មជាតិដ៏ខ្លាំងក្លាជាច្រើនភាពចម្លែកនិងអាចកំបាំងរបស់វាបានទាក់ទាញចំណាប់អារម្មណ៍អ្នកវិទ្យាសាស្ត្រនិងអ្នកស្រឡាញ់តារាសាស្ត្រអស់ជាច្រើនសតវត្សមកហើយភពយក្សឧស្ម័នដែលគ្មានផ្ទៃរឹងភពប្រហោះត្រូវបានចាត់ថ្នាក់ជាភពយក្សឧស្ម័នព្រោះវាមិនមានផ្ទៃរឹងដូចផែនដីភពអង្គារឬភពសុក្រនោះទេផ្ទុយទៅវិញវាត្រូវបានផ្សំឡើងជាចម្បងពីឧស្ម័នអ៊ីដ្រូសែននិងអេលីយ៉ូមដែលជាធាតុផ្សំសំខាន់ដូចគ្នាទៅនឹងផ្កាយបរិយាកាសដ៏ក្រាស់របស់វាប្រែប្រួលទៅតាមជម្រៅដោយសម្ពាធនិងសីតុណ្ហភាពកើនឡើងខ្លាំងរហូតដល់ឧស្ម័នប្រែក្លាយទៅជាអង្គធាតុរាវនិងសូម្បីតែលោហៈធាតុនៅខាងក្នុងស្នូលរបស់វាទំហំដ៏ធំសម្បើមភពប្រហោះមានអង្កត់ផ្ចិតប្រហែល 142,984 គីឡូម៉ែត្រទំហំនេះធំជាងផែនដីប្រហែល11ដងហើយអាចផ្ទុកភពផែនដីយើងបានជាង1300គ្រាប់នៅខាងក្នុងរបស់វាចម្ងាយឆ្ងាយពីព្រះអាទិត្យភពប្រហោះស្ថិតនៅចម្ងាយជាង778លានគីឡូម៉ែត្រពីព្រះអាទិត្យចម្ងាយនេះគឺច្រើនជាងចម្ងាយពីផែនដីទៅព្រះអាទិត្យប្រហែល150លានគីឡូម៉ែត្រដល់ទៅ5ដងឆ្នាំនិងថ្ងៃនៅលើភពប្រហោះដោយសារតែគន្លងគោចរដ៏ធំរបស់វាភពប្រហោះត្រូវការពេលប្រហែល11ឆ្នាំនិង313ថ្ងៃនៅលើផែនដីដើម្បីគោចរជុំវិញព្រះអាទិត្យបានមួយជុំនោះមានន័យថាមួយឆ្នាំនៅលើភពប្រហោះមានរយៈពេលជិត12ឆ្នាំនៃផែនដីផ្ទុយទៅវិញវាវិលជុំវិញខ្លួនវិញលឿនណាស់រង្វិលខ្ញាល់ថ្ងៃមួយរបស់ភពប្រហោះមានរយៈពេលត្រឹមតែ9ម៉ោងនិង56នាទីប៉ុណ្ណោះការវិលយ៉ាងលឿននេះគឺជាមូលហេតុមួយដែលធ្វើឲ្យភពនេះមានរាងប៉ោងបន្តិចនៅត្រង់ខ្សែអេក្វាទ័រសីតុណ្ហភាពដ៏ត្រជាក់ដោយសារតែនៅឆ្ងាយពីព្រះអាទិត្យភពប្រហោះមានសីតុណ្ហភាពត្រជាក់ខ្លាំងជាមធ្យមប្រហែល 153 អង្សាសេព្យុះដ៏ខ្លាំងក្លានិងមហាចំណុចក្រហមភពប្រហោះល្បីល្បាញដោយសារព្យុះដ៏ខ្លាំងក្លារបស់វាព្យុះទាំងនេះមានល្បឿនលឿនជាងព្យុះនៅលើផែនដីឆ្ងាយណាស់បាតុភូតដ៏ល្បីល្បាញបំផុតនៅលើភពប្រហោះគឺមហាចំណុចក្រហមវាជាព្យុះដ៏ធំសម្បើមមួយដែលបក់បោកមកលើភពនេះអស់រយៈពេលរាប់រយឆ្នាំមកហើយទំហំរបស់វាធំជាងផែនដីទៅទៀតព្រះច័ន្ទជាច្រើនភពប្រហោះមានព្រះច័ន្ទយ៉ាងហោចណាស់79ដែលកំពុងគោចរជុំវិញវាក្នុងចំណោមនោះព្រះច័ន្ទធំចំនួន4គឺ Io Europa Ganymede និង Callisto ព្រះច័ន្ទ Europa គឺជាគោលដៅដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់អ្នកវិទ្យាសាស្ត្រដោយសារតែនៅក្រោមផ្ទៃទឹកកកដ៏ក្រាស់របស់វាអាចមានមហាសមុទ្រទឹករាវនេះធ្វើឲ្យ Europa ក្លាយជាកន្លែងមួយដែលអាចមានជីវិតក្រៅភពផែនដីភពប្រហោះក៏មានប្រព័ន្ធចិញ្ចៀនស្តង់សក្បាំងដែរប៉ុន្តែវាមិនសូវភ្លឺថ្លានិងល្បីល្បាញដូចចិញ្ចៀនរបស់ភពសៅរ៍នោះទេវាលម៉ាញេទិកដ៏ខ្លាំងក្លាបំផុតក្នុងប្រព័ន្ធព្រះអាទិត្យភពប្រហោះមានវាលម៉ាញេទិកដ៏ខ្លាំងក្លាបំផុតមួយនៅក្នុងប្រព័ន្ធព្រះអាទិត្យលើកលែងតែព្រះអាទិត្យប៉ុណ្ណោះវាលម៉ាញេទិកនេះមានកម្លាំងខ្លាំងជាងវាលម៉ាញេទិករបស់ផែនដីដល់ទៅជិត 20000 ដងវាលម៉ាញេទិកដ៏ធំសម្បើមនេះលាតសន្ធឹងទៅឆ្ងាយក្នុងលំហហើយបង្កើតបានជាមេដែកលំហដ៏ធំមួយដែលព័ទ្ធជុំវិញភពប្រសិនបើវាលម៉ាញេទិករបស់ភពប្រហោះអាចមើលឃើញដោយភ្នែកទទេវានឹងមានទំហំធំជាងព្រះច័ន្ទពេញវងនៅលើមេឃដល់ទៅ5ដងមូលហេតុដែលវាលម៉ាញេទិករបស់វាខ្លាំងម្ល៉េះគឺដោយសារតែស្នូលខាងក្នុងរបស់វាត្រូវបានផ្សំឡើងពីអ៊ីដ្រូសែនលោហៈធាតុដែលជាចំហាយអគ្គិសនីដ៏ល្អមួយហើយការវិលយ៉ាងលឿនរបស់ភពបង្កើតឲ្យមានចរន្តអគ្គិសនីដ៏ខ្លាំងវាលម៉ាញេទិកនេះចាប់យកភាគល្អិតដែលមានបន្ទុកអគ្គិសនីពីខ្យល់ព្រះអាទិត្យហើយបង្កើតបានជាខ្សែក្រវ៉ាត់វិទ្យុសកម្មដ៏ខ្លាំងក្លាដែលស្រដៀងនឹងខ្សែក្រវ៉ាត់វ៉ាន់អាឡែនរបស់ផែនដីប៉ុន្តែខ្លាំងជាងរាប់ពាន់ដងវិទ្យុសកម្មនេះខ្លាំងក្លាណាស់រហូតដល់យានអវកាសដែលហោះចូលទៅជិតភពប្រហោះត្រូវតែមានការការពារពិសេសបើមិនដូច្នេះទេឧបករណ៍អេឡិចត្រូនិករបស់វានឹងត្រូវខូចខាតភ្លាមអ៊ីដ្រូសែនលោហៈធាតុអង្គធាតុចម្លែកនៅខាងក្នុងភពមួយនៃភាពចម្លែកដ៏អស្ចារ្យបំផុតរបស់ភពប្រហោះគឺអ្វីដែលនៅខាងក្នុងរបស់វានៅជម្រៅដ៏ជ្រៅក្រោមបរិយាកាសសម្ពាធនិងសីតុណ្ហភាពកើនឡើងយ៉ាងខ្លាំងរហូតដល់ឧស្ម័នអ៊ីដ្រូសែនដែលជាធាតុផ្សំសំខាន់ត្រូវបានបង្ហាប់រហូតដល់អេឡិចត្រូនរបស់វាត្រូវបានច្របាច់ចេញពីអាតូមហើយវាប្រែក្លាយទៅជាអ៊ីដ្រូសែនលោហៈធាតុដែលមានឥរិយាបថដូចលោហៈហើយអាចចំហាយអគ្គិសនីបានអ៊ីដ្រូសែនលោហៈធាតុនេះគឺជាអង្គធាតុដ៏ចម្លែកមួយដែលមិនមាននៅលើផែនដីក្រោមលក្ខខណ្ឌធម្មតានោះទេវាត្រូវបានគេជឿថាមានតែនៅក្នុងស្នូលនៃភពយក្សឧស្ម័នដូចជាភពប្រហោះនិងភពសៅរ៍ប៉ុណ្ណោះដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបង្កើតអង្គធាតុនេះនៅចំណុចកណ្ដាលនៃស្នូលគេប៉ាន់ស្មានថាមានស្នូលរឹងតូចមួយដែលធ្វើពីថ្មនិងទឹកកកដែលមានម៉ាស់ប្រហែល10ទៅ20ដងនៃម៉ាស់ផែនដីបរិយាកាសរបស់ភពប្រហោះមានលំនាំឆ្នូតឆ្នូតឆ្លាស់គ្នាយ៉ាងច្បាស់ដែលត្រូវបានគេហៅថាខ្សែក្រវ៉ាត់និងតំបន់វិញមានពណ៌ភ្លឺជាងហើយជាតំបន់ដែលខ្យល់បក់ឡើងលើអាកាសធាតុក្តៅលំនាំឆ្នូតទាំងនេះត្រូវបានបង្កើតឡើងដោយសារតែការវិលយ៉ាងលឿនរបស់ភពនិងភាពខុសគ្នានៃសីតុណ្ហភាពក្នុងបរិយាកាសខ្យល់បក់នៅលើភពប្រហោះមានល្បឿនលឿនរហូតដល់600គីឡូម៉ែត្រក្នុង1ម៉ោងដែលលឿនជាងខ្យល់ព្យុះណាមួយនៅលើផែនដីទៅទៀតមហាចំណុចក្រហមគឺជាព្យុះប្រឆាំងនឹងស៊ីក្លូនតាំងពីឆ្នាំ1665មកម្ល៉េះមានន័យថាព្យុះនេះបានបក់បោកមកលើភពប្រហោះអស់រយៈពេលជាង350ឆ្នាំមកហើយពណ៌ក្រហមរបស់វាត្រូវបានគេជឿថាបណ្ដាលមកពីសមាសធាតុគីមីនៅក្នុងបរិយាកាសដូចជា phosphor និង sponsor ដែលមានប្រតិកម្មជាមួយពន្លឺព្រះអាទិត្យទោះបីជាយ៉ាងណាក៏ដោយទំហំរបស់មហាចំណុចក្រហមកំពុងរួមតូចចុះបន្តិចម្ដងហើយអ្នកវិទ្យាសាស្ត្រមិនទាន់ដឹងច្បាស់ថាតើវានឹងបាត់ទៅវិញនៅពេលណានោះទេ
ក្រៅពីមហាចំណុចក្រហមភពប្រហោះក៏មានព្យុះធំៗដទៃទៀតដូចជាចំណុចក្រហមតូចដែលបានបង្កើតឡើងនៅដើមសតវត្សទី21ពីការបញ្ចូលគ្នានៃព្យុះតូចៗជាច្រើនរឿងចម្លែកមួយទៀតអំពីភពប្រហោះគឺថាវាបញ្ចេញកម្ដៅចេញមកក្រៅច្រើនជាងវាទទួលបានពីព្រះអាទិត្យទៅទៀតនេះមានន័យថាភពប្រហោះមានប្រភពកម្ដៅផ្ទាល់ខ្លួនរបស់វាកម្ដៅលើសនេះគឺជាលទ្ធផលនៃការបង្ហាប់ទំនាញភពនេះកំពុងរួមតូចយឺតក្រោមទម្ងន់ផ្ទាល់ខ្លួនរបស់វាហើយថាមពលដែលបានពីការរួមតូចនេះត្រូវបានបញ្ចេញជាកម្ដៅការបញ្ចេញកម្ដៅនេះគឺខ្លាំងណាស់រហូតដល់ប្រសិនបើភពប្រហោះមិនទទួលពន្លឺព្រះអាទិត្យអ្វីទាំងអស់វានឹងនៅតែបញ្ចេញកម្ដៅចេញមកក្រៅហើយមានពន្លឺស្រអាប់មើលឃើញដោយខ្លួនឯងព្រះច័ន្ទ IO ពិភពភ្នំភ្លើងដ៏ក្តៅកគុកក្នុងចំណោមព្រះច័ន្ទទាំង79របស់ភពប្រហោះព្រះច័ន្ទ IO គឺជាព្រះច័ន្ទដែលមានសកម្មភាពភ្នំភ្លើងខ្លាំងបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យទាំងមូលវាមានភ្នំភ្លើងសកម្មជាង400កន្លែងដែលកំពុងផ្ទុះឡើងជាប្រចាំហើយបាញ់ផេះនឹងកម្អែភ្នំភ្លើងឡើងខ្ពស់រាប់រយគីឡូម៉ែត្រទៅក្នុងលំហមូលហេតុដែល IO មានភ្នំភ្លើងច្រើនម្លេះគឺដោយសារតែកម្លាំងទំនាញដ៏ខ្លាំងពីភពប្រហោះនិងព្រះច័ន្ទដទៃទៀតដូចជា Europa និង Ganymede ដែលទាញ IO ពីទិសផ្សេងៗគ្នាបង្កើតឲ្យមានកម្លាំងសន្ទុះដ៏ខ្លាំងដែលជូតនឹងកម្ដៅផ្ទៃខាងក្នុងរបស់វាព្រះច័ន្ទ Europa មហាសមុទ្រក្រោមទឹកកកព្រះច័ន្ទ Europa គឺជាព្រះច័ន្ទដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកស្វែងរកជីវិតក្រៅភពផែនដីផ្ទៃរបស់វាត្រូវបានគ្របដណ្ដប់ដោយស្រទាប់ទឹកកកដ៏ក្រាស់ប៉ុន្តែនៅក្រោមស្រទាប់ទឹកកកនោះអ្នកវិទ្យាសាស្ត្រជឿថាមានមហាសមុទ្រទឹករាវដ៏ធំមួយដែលមានបរិមាណទឹកច្រើនជាងមហាសមុទ្រទាំងអស់នៅលើផែនដីបញ្ចូលគ្នាទៅទៀតទឹកនេះត្រូវបានរក្សាឲ្យនៅរាវដោយសារតែកម្ដៅពីកម្លាំងសន្ទុះដូចគ្នានឹង IO ដែរកន្លែងដែលមានទឹករាវថាមពលនិងសារធាតុគីមីសរីរាង្គគឺជាកន្លែងដែលអាចមានជីវិតនេះហើយជាមូលហេតុដែលយូរ៉ូប៉ាត្រូវបានចាត់ទុកថាជាគោលដៅដំបូងគេសម្រាប់ការស្វែងរកជីវិតក្រៅភពផែនដីនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងព្រះច័ន្ទ Ganymede ព្រះច័ន្ទធំជាងគេព្រះច័ន្ទ Ganymede គឺជាព្រះច័ន្ទធំជាងគេបំផុតក្នុងប្រព័ន្ធព្រះអាទិត្យដែលមានទំហំធំជាងភព Mercury ទៅទៀតវាក៏ជាព្រះច័ន្ទតែមួយគត់ដែលមានវាលម៉ាញេទិកផ្ទាល់ខ្លួនដែលបង្កើតឡើងដោយស្នូលដៃរលាយនៅខាងក្នុងរបស់វានៅក្រោមផ្ទៃទឹកកករបស់ Ganymede ក៏មានមហាសមុទ្រទឹករាវដែរប៉ុន្តែវាស្ថិតនៅជម្រៅជ្រៅជាង Europa ទៅទៀតព្រះច័ន្ទ Callisto ផ្ទៃបុរាណដែលគ្របដណ្ដប់ដោយរណ្ដៅព្រះច័ន្ទ Callisto គឺជាព្រះច័ន្ទដែលនៅឆ្ងាយបំផុតក្នុងចំណោមព្រះច័ន្ទទាំង4ផ្ទៃរបស់វាត្រូវបានគ្របដណ្ដប់ដោយរណ្ដៅដោយសារការទង្គិចពីអាចផ្កាយអស់រយៈពេលរាប់ពាន់លានឆ្នាំដែលធ្វើឲ្យវាក្លាយជាផ្ទៃបុរាណបំផុតមួយនៅក្នុងប្រព័ន្ធព្រះអាទិត្យCallisto ក៏មានមហាសមុទ្រក្រោមដីដែរប៉ុន្តែវាស្ថិតនៅជម្រៅជ្រៅខ្លាំងណាស់ដែលធ្វើឲ្យវាពិបាកសម្រាប់ជីវិតក្នុងការកើតឡើងចំណុចខ្មៅនៅលើភពប្រហោះពីការប៉ះទង្គិចអាចផ្កាយនៅឆ្នាំ1994ភពប្រហោះបានជួបប្រទះនឹងព្រឹត្តិការណ៍ដ៏កម្រមួយនៅពេលដែលបំណែកនៃផ្កាយដ៏កន្ទុយ Shoemaker-Levy 9បានប៉ះទង្គិចជាមួយភពនេះបំណែកធំជាង20ដុំបានធ្លាក់ចូលទៅក្នុងបរិយាកាសរបស់ភពប្រហោះហើយបានបន្សល់ទុកនូវស្លាកស្នាមពណ៌ខ្មៅដ៏ធំនៅលើផ្ទៃភពដែលអាចមើលឃើញសូម្បីតែតាមរយៈ telescope តូចៗនៅលើផែនដីការប៉ះទង្គិចនេះបានបង្ហាញថាភពប្រហោះដើរតួនាទីជាអ្នកបោះសម្អាតដ៏សំខាន់នៅក្នុងប្រព័ន្ធព្រះអាទិត្យដោយតាក់ទាញនិងស្រូបយកអាចផ្កាយនិងផ្កាយដុះកន្ទុយជាច្រើនដែលអាចនឹងគំរាមកំហែងដល់ភពផែនដីយើងតើភពប្រហោះអាចក្លាយជាផ្កាយបានទេមនុស្សជាច្រើនឆ្ងល់ថាតើភពប្រហោះអាចក្លាយជាផ្កាយបានទេចម្លើយគឺទេទោះបីជាភពប្រហោះមានសមាសភាពស្រដៀងនឹងផ្កាយអ៊ីដ្រូសែននិងហេលីយ៉ុំក៏ដោយវាមិនមានម៉ាស់គ្រប់គ្រាន់ដើម្បីចាប់ផ្ដើមប្រតិកម្មនុយក្លេអ៊ែរនៅក្នុងស្នូលរបស់វានោះទេដើម្បីក្លាយជាផ្កាយតូចបំផុតប្រភេទក្រហមទឿភពប្រហោះត្រូវការម៉ាស់ច្រើនជាងបច្ចុប្បន្នរហូតដល់80ដងដូច្នេះភពប្រហោះនឹងនៅតែជាភពយក្សឧស្ម័នដដែលមិនអាចក្លាយជាផ្កាយបានឡើយភពប្រហោះគឺជាភពដ៏គួរឲ្យភ្ញាក់ផ្អើលនិងពោពេញទៅដោយអាថ៌កំបាំងវាម៉ាញេទិកដ៏ខ្លាំងអ៊ីដ្រូសែនលោហៈធាតុព្យុះដែលមានអាយុកាលរាប់រយឆ្នាំព្រះច័ន្ទរាប់សិបដែលខ្លះអាចមានជីវិតនិងទូនាទីជាអ្នកការពារប្រព័ន្ធព្រះអាទិត្យធ្វើឲ្យវាក្លាយជាគោលដៅដ៏សំខាន់សម្រាប់ការសិក្សានិងស្វែងយល់បន្ថែមការសិក្សាអំពីភពប្រហោះមិនត្រឹមតែជួយឲ្យយើងយល់ដឹងអំពីប្រព័ន្ធព្រះអាទិត្យរបស់យើងកាន់តែច្បាស់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចជួយឲ្យយើងយល់ពីភពយក្សឧស្ម័នដទៃទៀតដែលកំពុងត្រូវបានរកឃើញនៅក្នុងប្រព័ន្ធផ្កាយដទៃទៀតផងដែរភពប្រហោះគឺជាភពដែលមានឥទ្ធិពលខ្លាំងបំផុតលើប្រព័ន្ធព្រះអាទិត្យបន្ទាប់ពីព្រះអាទិត្យទំនាញរបស់វាជះឥទ្ធិពលដល់កន្លងគោចររបស់ភពដទៃទៀតហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារផែនដីយើងពីការប៉ះទង្គិចដោយអាចផ្កាយនិងផ្កាយដុះកន្ទុយវាពិតជាភពមួយដែលសមនឹងទទួលបានការសិក្សានិងការកោតសរសើរពីមនុស្សជាតិ